របៀបនៃការ add admin ឬក៏ editor ចូលមកកាន់ page អញ្ចឹងនៅពេលដែលយើងចង់ធ្វើការ add admin ឬក៏ editor ចូលមកកាន់ page យើងចូលមកកាន់ page យើងមកនេះចេញបែបនេះបន្ទាប់មកទៀតគឺបងប្អូនចុចកន្លែងនេះ professional dashboard ចុចលើវាមកបាទអញ្ចឹងកន្លែងនេះគឺវាសួរយើងតាក់ទងជាមួយនឹង start with challenge ឬក៏ explore your own អានេះខ្ញុំ explore your own ទៅបាទបន្ទាប់មកអានេះសារ page ថ្មីបន្ទាប់មកបើសិនជាបងប្អូនវាមានច្រើនបើសិនជាបងប្អូន page ចាស់ណាប៉ុន្តែបងប្អូនត្រូវអូឲ្យផុតបាទអូឲ្យផុតហើយនឹងឃើញពាក្យថា setting បងប្អូនចុចលើ setting នេះមកបាទបន្ទាប់មកទៀតបងប្អូនចុចលើពាក្យថា page setup បាទរួចបងប្អូនមើលកន្លែងនេះ page access page access មានថាគឺជាកន្លែងដែលយើងដាក់ admin ឬក៏ editor នឹងហើយអញ្ចឹងយើងចុចលើពាក្យថា page access នេះមកអញ្ចឹងចំពោះការ add admin ឬ editor យើងមើលខាងលើខាងក្រោមអាហ្នឹងគឺយើង assign ជាមួយនឹងការងារទូទៅតិចតួចទេអញ្ចឹងអ្វីដែលយើងពេញនិយមជាងគេគឺយើងប្រើ admin ឬក៏ editor អញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិច admin គឺមានឋានៈស្មើយើងដែលយើងអាចកែប្រែអ្វីបានទាំងអស់ហើយយើងអាចលុប page លុបអីបានមួយសេតទាំងអស់អញ្ចឹងណាបងប្អូនបាទហើយ editor គឺយើងអាច boot បានដូចគ្នាប៉ុន្តែគ្រាន់ថាយើងអត់អាចមានសិទ្ធធ្វើការលុប page ឬក៏កែប្រែព័ត៌មានអីមួយចំនួននៅក្នុង page បានទេហើយចំពោះបងប្អូនចង់ add អ្នកតបឆាតគឺបងប្អូន add ត្រឹមតែ editor អីទៅបានហើយជាទូទៅនៅពេលដែលយើង add admin ខ្ញុំ recommend យ៉ាងហោចណាស់មាន2ឬក៏3 admin ដែរការពារកុំឲ្យ page របស់យើងមានបញ្ហាអីណាព្រោះដោយសារតែក្នុងករណីដែល account យើងខូចបើយើងមាន admin តែមួយគឺខូចបាត់ page តែម្ដង page ហ្នឹងក៏បាត់តាមនឹងដែរអញ្ចឹងខ្ញុំ recommend យ៉ាងហោចណាស់មាន2ឬក៏3 admin បាទអញ្ចឹងដើម្បី add យើងចុចលើពាក្យថា add new បាទបន្ទាប់មកទៀតគឺយើងចុចលើពាក្យថា next អញ្ចឹងយើងត្រូវសរសេរឈ្មោះអ្នកដែលយើងចង់ធ្វើការ add admin នឹងមកឧទាហរណ៍ថាខ្ញុំចង់ add account mini ធ្វើជា admin ខ្ញុំចុចលើ account mini នឹងមកបាទអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនថាបើសិនជាបងប្អូនចង់ add admin គឺបងប្អូនចុចបើកកន្លែងនេះ full control ស្មើនឹង add admin តែបើសិនជាបងប្អូនបិទកន្លែងនេះស្មើនឹងបងប្អូន add ត្រឹម editor ទេបាទអញ្ចឹងឥឡូវខ្ញុំចង់ add account មួយនឹងធ្វើជា admin ខ្ញុំចុចលើអាហ្នឹងមកហើយខ្ញុំចុចលើពាក្យថា give access បន្ទាប់មកកន្លែងនេះវាឲ្យយើងធ្វើការដាក់ password បាទដាក់ password account Facebook របស់យើងបាទ password account Facebook ហ្នឹងមិនមែន password page អត់មាន password ទេបងប្អូនអញ្ចឹងកន្លែងនេះយើងដាក់ password យើងមកអញ្ចឹងខ្ញុំសរសេរ password ចូលបាទនេះយើងសរសេរ password account Facebook របស់យើងចូលមកបន្ទាប់មកយើងចុចលើពាក្យថា confirm អូខេអញ្ចឹងកន្លែងនេះគឺមានន័យថានេះឃើញអត់មានឋានៈស្មើគ្នាអញ្ចឹងតើតែ account មួយនេះអា sub admin សិនបានគាត់អាចធ្វើជា admin បានអញ្ចឹងនេះនៅពេលដែល load invite មកគឺវានឹង load ចេញបែបនេះមានថាមានអ្នកណា invite មកគឺវា load បែបនេះយើងអ្នកដែលត្រូវ sub admin ហ្នឹងចុចលើ V ហើយចុច review invite ចុច next បាទហើយចុច accept មកអញ្ចឹង account មួយហ្នឹងនឹងធ្វើជា admin page ហ្នឹងហើយបាទអញ្ចឹងយើងចុចលើពាក្យថា switch now ក៏បាន not now ក៏បាន switch now មានន័យថាយើង switch ទៅមក page not now មានថានៅក្នុង account សិនបាទអញ្ចឹងបើសិនជា switch នេះ switch ចេញចេះហើយអ្នកដែលគាត់ជា admin ហ្នឹងគឺគាត់មានសិទ្ធបាទមានសិទ្ធមើលតាក់ទងជាមួយនឹង page setup នឹងដូចគ្នាដែរនេះអញ្ចឹងមានថានៅពេលដែល add admin ហើយវានឹងចេញចេះបាទអញ្ចឹងនៅពេលដែលយើង add admin ហើយយើងចូលមកកាន់ page ហ្នឹងទៅនេះហើយចូលមកកាន់ page ហ្នឹងបន្ទាប់ពី add admin ហើយគឺយើងនឹងឃើញគេនៅក្នុងហ្នឹងដូចគ្នាដែរបាទនៅក្នុង page setup នេះ page access អញ្ចឹង add admin ហើយគឺវាចេញបែបហ្នឹងហើយបើសិនជា editor យើង add ចឹងដូចគ្នាបាទយើង add ចឹងដូចគ្នាអញ្ចឹង editor គឺយើង add ដូចគ្នាមកប៉ុន្តែយើងអត់ដាក់បើក full control នេះទេបាទយើងដាក់ឈ្មោះនឹងហើយយើងចុច give access ដូចគ្នាហើយយើងដាក់ profile password ដូចគ្នា
ហើយយើងចុច confirm មកបាទអញ្ចឹងឃើញបងប្អូនឃើញខុសគ្នានេះអានមួយគឺមានពាក្យថា page deletion លុប page ណាក្រៅពីហ្នឹងគឺដូចគ្នាសឹងតែអស់បាទហើយនឹងការ add អ្នកផ្សេងបានអញ្ចឹង editor គឺអត់អាច add អ្នកផ្សេងបានហើយនឹងលុប page ទេក្រៅពីហ្នឹងគឺដូចគ្នាទាំងអស់បងប្អូនអញ្ចឹងខុសគ្នាតែពីអឺមុខងារសំខាន់ទេទី1 editor អត់អាច add អ្នកផ្សេងបានទី2គឺអត់អាចតាក់ទងជាមួយនឹងការលុប page អីបានទេបាទចឹង account នេះចុចទៅ accept ដូចមុនហ្នឹងទៅគឺជាការស្រេចហើយបាទចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់តាក់ទងមួយការ add admin និង editor នេះបាទ